ព្រះពុទ្ធសាសនានាំសេចក្តីសុខមកឲ្យចំពោះជាតិនៅប្រទេសកម្ពុជាយើងមានព្រះភិក្ខុសង្ឃជាធម្មកថាតែងនិមន្តទៅគ្រប់និគមជនបទដើម្បីនឹងសម្ដែងធម៌ទេសនាចំពោះមហាជនខ្មែរពន្យល់បំភ្លឺពួកពុទ្ធសាសនិកជនឲ្យប្រព្រឹត្តប្រតិបត្តិតាមព្រះពុទ្ធោវាទឲ្យមានសាមគ្គីភាពដូច្នេះឈ្មោះថាលោកនាំសុភមង្គលនិងសេចក្តីសុខមកឲ្យពលរដ្ឋខ្មែរម្យ៉ាងទៀតគោលបំណងនៃពុទ្ធសាសនាគឺវិសុទ្ធភាពជាមនុស្សជាតិមួយការលើកនិងសម្អាតទឹកចិត្តមួយការស្វែងរកសុភមង្គលនិងសេចក្តីស្ងប់មួយការប្រយុទ្ធនឹងរោគាពាធនិងទុក្ខតភាពមួយការរំកិលទៅចិត្តព្រះនិព្វានបើមិនទាន់បានដល់មួយបើជនជាតិខ្មែរប្រតិបត្តិទៅតាមគោលបំណងនៃព្រះពុទ្ធសាសនានេះព្រះពុទ្ធសាសនានឹងបានឡើងទៅកាន់វឌ្ឍនភាពជាតិខ្មែរនឹងបានជួបប្រទះនៅសុភមង្គលនិងសម្បូរភាពពុំខានមិនតែប៉ុណ្ណោះអ្នកដែលប្រតិបត្តិតាមព្រះពុទ្ធោវាទនឹងបានជួបប្រទះនៅលាភយសសរសើរគ្រប់យ៉ាងមិនខានសមដូចពុទ្ធភាសិតក្នុងខុទ្ទកនិកាយធម្មបទថាយសតែងចម្រើនដល់អ្នកមានព្យាយាមរវិះរវៃមួយអ្នកមានស្មារតីមួយអ្នកមានការងារស្អាតមួយអ្នកមានប្រក្រតីពិចារណារួចទើបធ្វើមួយអ្នកប្រុងប្រយ័ត្នមួយអ្នកប្រក្រតីរស់នៅដោយធម៌មួយអ្នកមិនប្រមាទមួយពុទ្ធសាសនាមានពុទ្ធភាសិតជាអនេកប្រការតែខ្ញុំគ្រាន់តែលើកយកគាថាមួយបទមកចុះក្នុងទីនេះដើម្បីបង្ហាញបងប្អូនជនរួមជាតិថាការប្រព្រឹត្តប្រតិបត្តិទៅតាមពុទ្ធភាសិតនេះអាចរចនាបុគ្គលនីមួយឲ្យមានគុណធម៌សិលធម៌ដ៏ឧត្តមឧត្តមបើបុគ្គលចម្រើនហើយជាតិក៏ចម្រើនដែរដើម្បីនឹងឲ្យជនជាតិខ្មែរចេះវិជ្ជាខាងព្រះពុទ្ធសាសនាមានតែព្រះសង្ឃនេះឯងជាមគ្គុទ្ទេសក៍អ្នកណែនាំពន្យល់បំភ្លឺពួកពុទ្ធបរិស័ទទាំងឡាយឲ្យដើរតាមពីក្រោយពិតមែនតែព្រះសង្ឃទាំងឡាយនេះមិនមែនជាព្រះខៃណាស្របស្ថិតនៅជាសមត្ថសង្ឃនៅឡើយក៏គង់ការទេសនារបស់លោកជាការទេសនាល្អម៉ត់ចាត់ដោយការយកពុទ្ធភាសិតជាមូលដ្ឋានឧបាសកឧបាសិកាណាបានស្ដាប់ធម៌ទេសនានេះហើយត្រង់សេចក្តីណាដែលងឿងឆ្ងល់បានសួរពន្យល់សពគ្រប់ហើយយកពុទ្ធភាសិតដែលស្ដាប់បានយល់ច្បាស់លាស់នោះមកអនុវត្តចំពោះជីវិតសពថ្ងៃឬជាមូលដ្ឋាននៃការប្រព្រឹត្តប្រតិបត្តិឧបាសកឧបាសិកានោះឈ្មោះថាបានរចនាខ្លួនឲ្យរួច
ចាកអបាយភូមិទាំង4និងផុតចាកអកុសលទាំងឡាយបានតាំងអាត្មានៅក្នុងសង្គមដោយប្រពៃដោយបានយកដុំថ្មមួយដុំមកសាងគេហដ្ឋានជាតិគឺប្រទេសកម្ពុជាឲ្យបានមុតមាំឡើងព្រោះហេតុដូច្នោះបានជាថាព្រះពុទ្ធសាសនានាំសុខមកឲ្យចំពោះជាតិ